បាទបងប្អូនថ្ងៃនេះមកម្ដងទៀតហើយមកបង្ហាញពីវិធីធ្វើម្ជូរព្រៃមិនឲ្យមានរសជាតិឈ្ងុយឆ្ងាញ់បានសាម្ដងហើយចង់សាម្ដងទៀតណាបងប្អូនឆ្ងាញ់លិតដៃលិតជើងចង់និយាយចឹងណាបាទនិយាយពីក្លិនវិញបងប្អូនណោះឈ្ងុយដល់ចុងភូមិមកក្លិនបើសិនជាចង់ដឹងថាវិធីធ្វើខ្ញុំគឺធ្វើបែបណាសូមតាមដានវីដេអូនេះតាំងពីដើមរហូតដល់ចប់ណាពុកម៉ែបងប្អូនបាទនិយាយពីការធ្វើវិញគឺងាយទេបងប្អូនប៉ុន្តែរសជាតិមិនអាចភ្លេចបានណាចង់និយាយចឹងណាបងប្អូនចំណែកឯគ្រឿងផ្សំយើងមានម្ទេសដុតខ្ទឹមសដុតខ្ទឹមក្រហមដុតគល់លក្រីដុតចឹងណាបងប្អូនយើងដុតចឹងបានវាឈ្ងុយល្អចំណែកបន្លែរបស់យើងមានត្រប់ស្រួយសិតច្បើងពេញប៉ោះម្ទេសហាវ៉ៃបងប្អូនយើងមានសាច់មាន់ថ្ងៃនេះសាច់មាន់យើងមាន5គីឡូសាច់មាន់យើងប្រើមាន់ស្វិតណាបងប្អូនហើយយើងប្រើប្រហុកផងដែរមិនអាចភ្លេចបានទេប្រហុកសម្លខ្មែររបស់យើងអញ្ចឹងណាឥឡូវយើងចាប់ផ្ដើមធ្វើទាំងអស់គ្នាបងប្អូនមុនដំបូងយើងដាក់ខ្លាញ់ឲ្យក្តៅមកយើងដាក់ល្មៀតដំរបស់យើងល្មៀតយើងលាងទឹកឲ្យស្អាតមកដំវាមកបន្ទាប់មកទៀតយើងដាក់ខ្ទឹមសចិញ្ច្រាំហើយនិងម្ទេសផ្លោកចិញ្ច្រាំបងប្អូនយើងម្ទេសផ្លោកយើងយកអាខ្ចីមិនម្ទេសហាវ៉ៃណាបងប្អូនម្ទេសផ្លោកអាតូចប៉ុនមេដៃយកទៅជ្រលក់ប្រហុកច្រាំវាមកបងប្អូនឲ្យលេងចឹងឈ្ងុយផ្អើលភូមិហ្មងចង់និយាយចឹងយើងលីងខ្ទឹមសម្ទេសផ្លោកនិងប្រហុកឲ្យឡើងឈ្ងុយមកចូលគ្នាមកបងប្អូនយើងលីងវាមិនឲ្យបានឈ្ងុយល្អសិនចាំយើងបន្ថែមគ្រឿងផ្សេងទៀតដូចជាសាច់មាន់ដាក់ចូលអញ្ចឹងណាសាច់មាន់យើងបានកាប់លាងទឹកស្អាតរួចរាល់ឥឡូវយើងដាក់សាច់មាន់យើងចូលគ្រឿងយើងបានឈ្ងុយហើយចំណែកឯម្ជូរព្រៃបងប្អូនមិនមែនប្រើបានតែសាច់មាន់យើងប្រើសាច់អីក៏បានចង់បានសាច់ត្រីចង់បានសាច់ជ្រូកចង់បានទាចង់បានកែបអីបានមកចាប់ហ្មងជូរព្រៃឥឡូវយើងឆាវាឲ្យដាច់ទឹកតិចទៅយើងគ្របវាទុកចោលអញ្ចឹងណាបងប្អូនប៉ុន្តែនេះខ្ញុំថែមទឹកបន្តិចទេបងប្អូនវារីងអស់ហើយបន្ទាប់មកទៀតខ្ញុំក៏ដាក់អំពិលទុំចូលតិចមកបងប្អូនអំពិលទុំយើងដាក់តាមបរិមាណសាច់របស់យើងណាបងប្អូនខ្ញុំរៀងច្រើនអញ្ចឹងខ្ញុំដាក់អំពិលរៀងច្រើនដែរបន្ទាប់មកទៀតយើងដាក់គ្រឿងដុតរបស់យើងមកខ្ទឹមក្រហមមានម្ដេងមានគល់លក្រីដុតគល់លក្រីខ្ញុំអត់កាត់ទេព្រោះដោយសារពេលដែលខ្ញុំថែមទឹកទៅខ្ញុំត្រូវស្រង់គល់លក្រីនឹងបោះចោលអញ្ចឹងណាបងប្អូនហើយយើងក៏ងាស់សាច់មាន់យើងបានយើងយកគូសោមយើងដាក់ស្ករប៊ីចេងរ៉ូឌីទឹកត្រីអីចូលមកបងប្អូនតាមបរិមាណយើងចូលចិត្តប្រៃផ្អែមជូរប៉ុណ្ណាយើងដាក់ភ្លក់មើលបើល្មមដែលចំណង់ចំណូលចិត្តយើងអញ្ចឹងណាបងប្អូនបន្ទាប់មកទៀតយើងក៏ថែមត្រប់ស្រួយយើងមកអានឹងបន្លែយើងរឹងជាងគេយើងដាក់មុនគេបន្ទាប់មកយើងក៏មានបន្លែផ្សេងទៀតនេះយើងដាក់តាមក្រោយណាបងប្អូនឥឡូវត្រប់ស្រួយហើយសាច់មាន់យើងក៏រៀងផុយគូសំដែរបងប្អូនយើងបន្ថែមបន្លែរបស់យើងមកបន្លែដែលយើងបានចិតរួចរាល់ហ្នឹងមានផ្សិតច្បើងម្ទេសផ្លោកពេញប៉ោះហ្នឹងបងប្អូនយើងចាក់បន្លែយើងចូលមកបន្លែយើងចាក់ចូលតាមអំពុះមកឆ្អិនមកបងប្អូនហើយចង់ប្រាប់បងប្អូនថាជូរព្រៃគេមិនស្លោបាននៅក្នុងព្រៃណាបងប្អូនតាមស្រុករបស់យើងស្លោបានណាបាននិយាយលេងទេបងប្អូនអើយឥឡូវយើងចាក់បន្លែយើងចូលរួចរាល់ហើយបន្លែយើងដាក់តាមអំពុះបានហើយបងប្អូនហើយខ្ញុំភ្លេចប្រាប់បងប្អូនខ្ញុំបន្ថែមស្លឹកកត្នោកនិងស្លឹកក្រូចសើចដែរស្លឹកកត្នោកយើងហាន់ឲ្យតូចមកដាក់ចូលមកបងប្អូនគឺឲ្យវាបង្កើនឲ្យមានរសជាតិកាន់តែឈ្ងុយអញ្ចឹងណាបងប្អូនបន្ទាប់មកទៀតយើងដាក់ម្ទេសផ្លោកខ្ចីរបស់យើងចាក់មកនឹងរសជាតិកាន់តែឈ្ងុយឡើងណាបងប្អូនចង់និយាយអញ្ចឹងណាបើបងប្អូនមិនជឿទេអានឹងក៏ផ្កាយអួតម៉ែបងប្អូនសាកធ្វើមើលដឹងហើយរសជាតិគឺថាឆ្ងាញ់សាហាវហ្មងបានភ្លក់ហើយចង់ធ្វើម្ដងទៀតថ្ងៃក្រោយណាបន្ទាប់មកទៀតយើងដាក់ស្លឹកថ្នាំងចុងក្រោយបងប្អូនយើងដាក់បន្ថែមស្លឹកថ្នាំងចុងក្រោយមកយើងដាក់ស្លឹកថ្នាំងតិចមកស្លឹកថ្នាំងច្រាំរបស់យើងហ្នឹងបន្ទាប់មកទៀតយើងដាក់ម្រះព្រៅនិងម្ទេសហិលរបស់យើងចូលមកតែប៉ុណ្ណឹងជារួចរាល់ហើយបងប្អូនបើសិនជាចូលចិត្តនៅវីដេអូនេះសូម like share comment ម្នាក់មួយផងបងប្អូនឲ្យអ្នកចូលសម្លេងមានកម្លាំងចិត្តបន្តិចព្រោះចូលទាំងឈើណាបងប្អូនឈើចង់មកទឹកឲ្យទាន់ជាអរគុណជំរាបលា